ប្រទេសកម្ពុជានៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ប្រកាសប្តឹងទៅអគ្គស្នងការនគរបាលជាតិថៃស្ថានទូតថៃនិងស្ថាប័នអន្តរជាតិនានាលើករណីទាហានថៃឈុតខ្មៅមួយក្រុមមានគ្នា7នាក់បានរំលោភនារីខ្មែរអាយុ18ឆ្នាំម្នាក់ខណៈពេលដែលនាងកំពុងតែឆ្លងកាត់ព្រំដែនកម្ពុជាថៃត្រឡប់ទៅខេត្តបាត់ដំបងនៅយប់ថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025លោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាអគ្គស្នងការជាតិនគរបាលក្រសួងមហាផ្ទៃកំពុងសហការជាមួយនឹងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីប្រមូលភស្តុតាងអំពីទង្វើព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃដើម្បីរៀបចំពាក្យបណ្ដឹងជាផ្លូវការវាមិនមែនតែសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅដែលមិនអាចទទួលយកបានទេជាសាសនាក៏ដោយក៏មិនអាចទទួលយកបាននៅអំពើរដ្ឋោទាបនេះបានជាដាច់ខាតហើយយើងទទូចឲ្យសមត្ថកិច្ចរបស់ថៃត្រូវតែស្វែងរកចាប់ខ្លួនជនទាំង7នាក់និងអ្នកពាក់ព័ន្ធទាំងអស់នេះយកមកដណ្ដៀបទោសឲ្យបានជាដាច់ខាតយោងតាមក្រសួងមហាផ្ទៃនារីរងគ្រោះដែលមានស្រុកកំណើតនៅខេត្តកំពង់ធំស្ថិតនៅក្នុងចំណោមពលករខ្មែរជាង10នាក់ក្នុងនោះមាននាងតែម្នាក់ដែលជាស្ត្រីពួកគេបានធ្វើដំណើរក្នុងបំណងឆ្លងដែនតាមច្រកព្រំដែនស្វាយជ័យក្នុងភូមិស្វាយឃុំបឹងរាំងខេត្តបាត់ដំបងនៅប្រឡប់ថ្ងៃទី15ខែវិច្ឆិកាក្រុមទាហានថៃឈុតខ្មៅបានបំបែកពួកគេជា2ក្រុមបុរសមួយក្រុមនិងមួយក្រុមទៀតមានតែនារីរងគ្រោះតែម្នាក់ឯងយោងតាមមន្ត្រីមូលដ្ឋានខេត្តបាត់ដំបងក្រុមបុរសត្រូវទាហានថៃវាយទាត់ធាក់ទៅពួកគេមិនអាចជួយនារីរងគ្រោះបាននៅពេលនេះនារីរងគ្រោះកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងនិងបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025